បាទសួស្តីអ្នកនរគ្នាអញ្ចឹងយើងចាប់ដើមមេរៀនផលយើងបានតាក់ទងជាមួយទៅនឹង data mining course ក្នុងខរបស់យើងនេះគឺនៅថ្ងៃទី1គឺយើងនិយាយបាទសួស្តីអ្នកនរគ្នាអញ្ចឹងយើងចាប់ដើមមេរៀនផលយើងបានតាក់ទងជាមួយទៅនឹងsorry អូខេបាទអញ្ចឹងនៅថ្ងៃនេះគឺ yes អញ្ចឹងនៅថ្ងៃនេះគឺយើងចាប់ដើមអំពី introduction to data mining អញ្ចឹងមាននៅឲ្យយើងស្គាល់ដូចនៃ data mining បាទនេះគឺជារូបភាពជារួមនៅពេលណាដែលយើងនិយាយអំពីdata mining គឺវាមាននៅ structure ការងាររបស់វាបែបនេះនៅក្នុងនេះអញ្ចឹងនេះគឺជាអត្ថន័យនៃ data mining នៅពេលណាដែលយើងមានទិន្នន័យហើយយើងព្យាយាមធ្វើរកនៅ pattern អីផ្សេង draw it out ជា pattern draw it out ជា structure អីផ្សេងហើយបានយើងធ្វើ conclusion ឬមួយក៏យើង translate នៅទិន្នន័យរបស់យើងឲ្យទៅជាព័ត៌មានឬមួយក៏ knowledge នៅកន្លែងខ្លះនៅសាលាខ្លះឬមួយក៏សភៅខ្លះគេហៅវាថាគឺជា knowledge discovery បាទគេហៅថាគឺជា knowledge discovery អញ្ចឹងនៅក្នុងនេះគឺវាមាននៅអត្ថន័យរបស់វាមួយឈ្មោះថា knowledge discovery អញ្ចឹងធ្វើយ៉ាងម៉េចវាមាននៅ structure របស់វាអីគេខ្លះនៅក្នុងនោះនៅក្នុងនេះបើសិនមកគេនិយាយអំពី data mining គឺជាទូទៅគឺជាការម៉ាញគឺជាការស្វែងរកនៅព័ត៌មានឬមួយក៏ knowledge ដែលមាននៅក្នុង data និយាយ in short ទៅគឺមានអត្ថន័យបែបហ្នឹងនៅក្នុងហ្នឹងអញ្ចឹងទិន្នន័យរបស់យើងឧទាហរណ៍ដូចជាខ្ញុំអាចនិយាយបានថានៅកន្លែងនេះបាទពាក្យថា data mining បាទ data mining វាអាចគឺជាការ finding នៅព័ត៌មាន information ឬមួយក៏ knowledge បាទគឺជាការ define នៅ information ឬមួយក៏ knowledgeអញ្ចឹងដូចយើងបានឃើញនៅក្នុងរូបភាពរបស់យើងបែបនេះគឺទីទូទៅទិន្នន័យដែលមានច្រើនទិន្នន័យមានច្រើននៅពេលណាដែលទិន្នន័យរបស់យើងមានច្រើនយើងត្រូវរើសយក target នៃទិន្នន័យរបស់យើងវាអាស្រ័យទៅលើ purpose របស់យើងនឹងរើសទិន្នន័យហ្នឹងឲ្យអាស្រ័យទៅលើ purpose របស់យើងចង់បានស្អីហើយយើងរើសយកបែបហ្នឹងឧទាហរណ៍ខ្ញុំចង់ដឹងអំពីតម្លៃទូរស័ព្ទដែលមាននៅទីផ្សារនៅខ្មែររបស់យើងអញ្ចឹងយើងត្រូវប្រមូលទិន្នន័យដែលមានហាងផ្សេងដែលមានលក់នេះគឺមានទិន្នន័យជាច្រើនមានហាងផ្សេងហាងទូរស័ព្ទអីផ្សេងដែលមានលក់ទាំងទូរស័ព្ទលក់ computer លក់អីផ្សេងគោលបំណងរបស់ខ្ញុំចង់ដឹងអំពីតម្លៃរបស់ទូរស័ព្ទដែលមានលក់នៅស្រុកខ្មែររបស់យើងជាតម្លៃអញ្ចឹងតាមរយៈទិន្នន័យវាមានច្រើនវាមានហាងលក់ទូរស័ព្ទលក់ computer លក់អីផ្សេងអញ្ចឹងយើងត្រូវ select យកតាទិន្នន័យដែលតាក់ទងជាមួយនឹងទូរស័ព្ទទេដែលមានលក់នៅខ្មែរយើងនឹងទេហើយបន្ទាប់មកទៀតយើងត្រូវធ្វើ pre processing បាទ pre processing នេះបានន័យថាយ៉ាងម៉េចគឺជា process មួយសម្រាប់ clean data អញ្ចឹងយើងត្រូវខ្ញុំឲ្យនិយមន័យតូចគឺ selection ពាក្យថា selection data នេះគឺ select យ៉ាងម៉េចបាទ selection data ពាក្យថាបានន័យថា selection data គឺយើងត្រូវរើសយកនៅទិន្នន័យដែលត្រូវជាមួយទៅនឹង purpose របស់យើងចង់ដឹងចង់ឮចង់ស្វែងរកដែលត្រូវជាមួយនឹង purpose របស់យើងឬមួយក៏ goal របស់យើងដែលចង់
ស្វែងរកចង់ដឹងឬមួយចង់ស្វែងរកដែលយើងចង់ស្វែងរកយើងចង់ស្វែងរកបន្ទាប់មកទៀតមាន process មួយឈ្មោះថា pre processing what is the pre processing បាទ pre processing ពីថា pre processing នេះគឺយើងត្រូវ clean បាទយើងត្រូវសម្អាតនៅទិន្នន័យរបស់យើងបាទគឺយើងត្រូវសម្អាតនៅទិន្នន័យរបស់យើងសម្អាតយ៉ាងម៉េចទៅនៅក្នុងហ្នឹងទិន្នន័យរបស់យើងត្រូវណាយើងប្រមូលមកមានទិន្នន័យខ្លះបាត់បង់នៅព័ត៌មាន missing information missing data ឧទាហរណ៍យើងសួរគាត់ថាយើងនៅពេលណាដែលយើងប្រមូលទិន្នន័យមកមានទូរស័ព្ទខ្លះអត់បានដាក់ model ទូរស័ព្ទខ្លះអត់បានដាក់តម្លៃអញ្ចឹងអានឹងជាយើងត្រូវ clean វាយើងត្រូវសម្អាតវាឬមួយ clean data ឬមួយក៏នៅកន្លែងខ្លះគេហៅថា data cleaning clean data អញ្ចឹងដូចជាយើងត្រូវដោះស្រាយបញ្ហាមួយចំនួនដូចជា missing value ឬមួយក៏បាទមាន record ខ្លះហ្នឹងគឺអត់មាននៅតម្លៃ missing ហើយមានមួយទៀតគឺ duplicate data ហ្នឹងវា duplicate នៅពេលណាដែលយើងប្រមូលមកទូរស័ព្ទហ្នឹងគឺវាដដែលគឺឃើញមានយើងប្រមូលមកមានទូរស័ព្ទមួយហ្នឹង model មួយហ្នឹងលក់ក្នុងតម្លៃហ្នឹងដដែលច្រើនអញ្ចឹងនៅពេលណាដែលមាន record ដដែលហ្នឹងច្រើនគឺយើងអត់យកវាទេយើងយកតែមួយមានដូចជា missing value ហើយនឹង duplicate data ហើយនឹងមួយទៀតគឺទិន្នន័យរបស់យើងមួយទៀតមានដូចជា noise ឬមួយក៏ outlier noise ឬមួយក៏គេហៅថាគឺជា outlier យើងនឹងសិក្សាពីវាម្ដងមួយដែលឧទាហរណ៍ដូចជាតាក់ទងមួយ noise outlier ហ្នឹងយ៉ាងដូចនេះឧទាហរណ៍ខ្ញុំធ្វើ survey មួយដើម្បីដឹងថាតើតម្លៃទូរស័ព្ទហ្នឹងប្រហែលខ្ញុំទៅហាងនឹងមួយឃើញខ្ញុំប្រមូលទិន្នន័យមកទាំងអស់ឃើញមានទូរស័ព្ទមួយឧទាហរណ៍ថាទូរស័ព្ទហ្នឹងស៊េរីថ្មី iPhone 17 ឧទាហរណ៍ថាអញ្ចឹងហើយ 17 ហ្នឹងគាត់លក់តម្លៃថា$1000គាត់បានលក់មែនគាត់លក់ទៅឲ្យ client របស់គាត់មួយតម្លៃ$1000ប៉ុន្តែ client របស់គាត់ហ្នឹងគឺគាត់លក់ឲ្យ client មួយហ្នឹងដោយសារតែ client មួយហ្នឹងគឺជា special client របស់គាត់មិនគាត់លក់ឲ្យហើយអញ្ចឹងសួរថាវាជាកំហុសរបស់គាត់អត់វាមិនមែនជាកំហុសរបស់គាត់ទេពីព្រោះអីគាត់ពិតជាលក់បានតម្លៃហ្នឹងមែនហើយយើងទៅប្រមូលមកឃើញ iPhone 17គាត់លក់$1000អញ្ចឹងមែនមាន record មានអីច្បាស់លាស់ហើយគាត់លក់នៅក្នុងលក្ខខណ្ឌដែលជា client ពិសេសរបស់គាត់ណាមួយជាបងប្អូនឬមួយក៏អ្នកនឹងអាសាមកទិញអាវ៉ាន់កន្លែងគាត់ discount អីឲ្យផ្សេងអញ្ចឹងនៅពេលណាដែលយើងប្រមូលទិន្នន័យបែបហ្នឹងមកហើយយើងធ្វើការសិក្សាមើលទៅតម្លៃ iPhone 17វាធ្វើឲ្យទិន្នន័យដែលយើងប្រមូលមក iPhone ដែលមាន17ដែលមានតម្លៃ$1000ហ្នឹងគឺអត់ទេនៅទីផ្សារមានតម្លៃថ្លៃជាងនឹងឆ្ងាយណាស់អញ្ចឹងទិន្នន័យបែបហ្នឹងគេហៅថាគឺជា outlier ឬមួយក៏ noise សួរថាពិតជាមានរឿងហ្នឹងកើតឡើងមែនអត់មានមែនអញ្ចឹងសម្រាប់ទិន្នន័យបែបហ្នឹងគឺយើងអត់យកវាទេឧទាហរណ៍ខ្ញុំចង់ដឹងថាតើនិស្សិត IT engineering បានប្រាក់ខែប្រហែលខ្ញុំទៅ survey ទៅមានអ្នកខ្លះហ្នឹងគាត់ទៅធ្វើការឲ្យគេហ្នឹងបានប្រាក់ខែដូចជា$4000ហើយនៅពេលខ្ញុំយកអ្នកហ្នឹងមកដល់ពេលខ្ញុំសិក្សាមើលទៅរក average ទៅឃើញនិស្សិត ITE បានប្រាក់ខែប្រហែលជា$3000ក៏ពិតមានម្នាក់ហ្នឹងហើយបានប្រាក់ខែ$4000ដល់ពេលអ្នកផ្សេងទៀតបានប្រហែលជា$700 $800 $1000 $1200អីទេក្នុងទម្រង់ហ្នឹងជាឧទាហរណ៍ប៉ុន្តែដល់ពេលយើងយកម្នាក់មកបាន$4000ដល់ពេលយើងរក average ទៅវាបានទៅច្រើនអញ្ចឹងវាខូចទិន្នន័យហ្នឹងក៏យើងអត់យកដែរទៅសួរគេទៅមាននិស្សិតខ្លះគាត់ធ្វើការឲ្យគេ volunteer អត់យកប្រាក់ខែអីទេអញ្ចឹងវាខូចទិន្នន័យវាធ្វើឲ្យខូចទិន្នន័យអញ្ចឹងពាក្យថា noise ឬមួយក៏ outlier នេះគឺជាទិន្នន័យមួយដែលធំជាងគេ
ខ្លាំងទៅហើយបើតូចជាងគេខ្លាំងវាអត់មិនមែនជាទិន្នន័យ realistic សួរថាទិន្នន័យនឹងពិតអត់ពិតគាត់ពិតជាបានប្រាក់ខែប៉ុណ្្នឹងមែនសួរគាត់ពិតជាធ្វើការអត់យកsalary ពីគេមែនវាគឺជាទិន្នន័យមួយពិតប៉ុន្តែវាគឺជា noise ឬមួយក៏ outlier អញ្ចឹងទិន្នន័យហ្នឹងក៏យើងត្រូវដកចេញដែរហើយដើម្បីដកវាចេញគឺគេធ្វើ pre processing អញ្ចឹងយើងនឹងទៅសេ program ធ្វើការ calculate អីផ្សេង statistical method អីផ្សេងដើម្បីដកទិន្នន័យទាំងអស់ហ្នឹងចេញបាទអញ្ចឹង suppose ថាទិន្នន័យរបស់យើងត្រូវបាន clear ហើយឯនេះកន្លែងនេះគឺទិន្នន័យរបស់យើង clean ស្អាតអីហើយអស់ហើយអញ្ចឹងទិន្នន័យរបស់យើងបានមកដល់ចំណុចនេះហើយចំណុចនេះគឺជាចំណុចមួយដែល clean ទិន្នន័យរបស់យើងស្អាតយើងរៀបចំទុកដាក់វាស្អាតមួយ clean ហើយយើងត្រូវបានរៀប transform វានៅក្នុង format ផ្សេង transfer វានៅក្នុង format ផ្សេងអ្នកខ្លះក៏ទុកវានៅក្នុង CSV អ្នកខ្លះក៏ទុកវានៅក្នុង HTML នៅក្នុង format ផ្សេងដែល later គេនឹងយកវាទៅប្រើជាងគេបានរៀបចំវាទុកទៅតាមលំដាប់លំដោយឬមួយទៅតាម structure នៃ format ផ្សេងហើយបន្ទាប់មកទៀតគេចាប់ដើមនៅកន្លែងនេះហើយយើងនឹងសិក្សានៅចំណុចនេះគឺជាចំណុចដែលយើងនឹងសិក្សាគឺនៅកន្លែងហ្នឹងគឺទិន្នន័យរបស់យើងនឹងស្អាតហើយគឺយើងនឹង transform វាឲ្យទៅជា pattern ផ្សេងយើងនឹងបន្តិចទៀតខ្ញុំនឹងបង្ហាញថាតើយើងនឹងសិក្សាអីគេខ្លះនៅក្នុងហ្នឹងយើងនឹងសិក្សាទៅលើទិន្នន័យហ្នឹងមានប្រមាណក្រុមតាមរយៈទិន្នន័យហ្នឹងយើងអាចយកទៅធ្វើស្អីបានខ្លះយើងនឹងរៀនហើយយើងនឹងគូជា pattern ហើយបន្ទាប់មកទៀតយើងរៀបចំវាទៅតាមជា group ជា structure ជា pattern អីផ្សេងហើយបើយើងធ្វើ conclusion ហើយបានទៅជា knowledge អីផ្សេងឬមួយក៏ព័ត៌មានពាក្យថាព័ត៌មានអញ្ចឹងព័ត៌មានរបស់យើងបានមកពីណាគឺបានមកពីទិន្នន័យដែលមានហើយដើម្បីបាននៅព័ត៌មានគេធ្វើ process អីគេខ្លះគឺគេធ្វើ process ទាំងអស់នេះអ្វីដែលយើងនឹងរៀនគឺយើងរៀននៅចំណុចកន្លែងខ្ញុំ highlight នេះហើយខ្ញុំនឹងបរៀនយើងខ្លះដែរមួយចំណុចមួយចំនួនដែរប្រហែលជាមួយ session ដែរនៅក្នុង pre processing អញ្ចឹងខ្ញុំនឹងបង្ហាញយើងហើយនៅក្នុងនេះគឺយើងរៀននៅផ្នែកនេះច្រើននៅក្នុងនោះអញ្ចឹងយើងបានដឹងរូបភាពជារួមនៅក្នុង data mining នេះគឺជាស្អី data mining គឺជាការស្វែងរកនៅព័ត៌មានទាំងឡាយណាដែលមាននៅក្នុង data របស់យើងហើយយើងនឹងសិក្សាទៅលើ algorithm ហើយនឹង method មួយចំនួននៅក្នុងនោះអញ្ចឹងបើគ្នាយើងមានសំណួរអាចសួរខ្ញុំបានហើយបើអត់ទេយើងទៅមុខបន្តទៅទៀតបាទបើសិនបើគេនិយាយអំពី data mining គឺជា course មួយដែលមានទំនាក់ទំនងឬមួយក៏ related ជាមួយនឹង course ផ្សេងទៀតជាច្រើនឧទាហរណ៍ដូចជា statistics បាទយើងត្រូវការ statistics ឧទាហរណ៍ដូចជាតាក់ទងជាមួយទៅនឹងការ remove នៅ noise ឬមួយក៏ outlier statistical method regression អីផ្សេងបើសិនបើយើងដឹងនៅទិន្នន័យនឹងហើយយើងអាចធ្វើ regression បានយើងអាចធ្វើ regression បានហើយដើម្បីយើងដឹង trend របស់វាយើងដឹងអំពី pattern របស់វាអីផ្សេងអញ្ចឹងយើងត្រូវការនៅ statistical method ហើយនឹង artificial intelligence គឺយើងនឹងបង្កើតនៅ artificial intelligence system មួយដែរយើងនឹងសិក្សាអំពី method ហើយតាមរយៈ method ហ្នឹងយើងនឹងប្រើនៅ library ឬមួយក៏ technology ក្នុងការបង្កើតនៅ artificial intelligence system ហើយវាមាន part មួយចំនួនតាក់ទងជាមួយទៅនឹង machine learning ខ្ញុំនឹងនិយាយ introduction អំពី machine learning ទៅឲ្យយើងដែរហើយមួយទៀតតាក់ទងមួយ pattern recognition ខ្ញុំនឹងនិយាយឲ្យយើងនៅក្នុងរឿងនឹងដែរហើយមាននៅផ្នែកមួយចំនួនតាក់ទងជាមួយនឹង database system ជាទូទៅធ្វើការជាមួយ data គឺត្រូវមាននៅ skill ដែលតាក់ទងជាមួយ database ហើយដោយសារតែយើង focus ទៅលើalgorithm ឬមួយក៏ method អញ្ចឹងយើងសិក្សាតែនៅក្នុង data mining នេះទេហើយជារួមនៅក្នុង data mining នេះខ្ញុំនឹងនិយាយជា concept ហើយខ្ញុំនឹងដាក់ការងារឲ្យយើងជា task ដើម្បីទៅសិក្សាអំពី technology ផ្សេងយកមក apply ទៅលើ concept ឬមួយក៏ algorithm នឹងតែម្ដងនៅក្នុងនោះបាទអញ្ចឹងនៅកន្លែងនេះគឺមានការងារដែលយើងនឹងធ្វើដែរការងារដែលយើងធ្វើវាគឺជា practical course ហើយខ្ញុំនឹងប្រាប់យើងខ្ញុំនឹងដាក់ជា
task ឲ្យយើងធ្វើជា homework practical ហើយចាំយកមកពិភាក្សានៅក្នុងម៉ោង practice data mining គឺក្នុងគោលបំណង task របស់វានៅក្នុងគោលបំណងដើម្បី build នៅ prediction method យើងនឹងធ្វើការ build នៅ prediction method ខ្ញុំនឹងនិយាយបញ្យល់ what is the prediction method what is the classification method ខ្ញុំនឹងយើងនឹងនិយាយអំពីហ្នឹងជាទូទៅតាមរយៈទិន្នន័យដែលយើងមានគឺយើងអាច draw out នៅ pattern របស់វាហើយអញ្ចឹងយើងអាច build នៅ prediction យើងអាចធ្វើ prediction យើងអាចធ្វើ conclusion បាននៅក្នុងហ្នឹងហើយ description method ដែលយើងនឹងកំណត់រក pattern មួយចំនួនដែលមានយើងបានឃើញនៅក្នុងនេះបាទនៅកន្លែងនេះបាទនេះគឺជា task ទាំង4ដែលនៅក្នុង data mining ហើយយើងនឹងរៀនវាអញ្ចឹង prediction model នេះឧទាហរណ៍យើងមាននៅទិន្នន័យបាទទិន្នន័យនេះគឺជាទិន្នន័យដែលវាស្អាតទិន្នន័យនេះគឺជាទិន្នន័យដែលវាស្អាតគឺវាអត់មាននៅ noise អត់មាននៅoutlier វាអត់មាន duplicate ហើយវាអត់មាន missing value ទេទិន្នន័យរបស់យើងនេះគឺមានយើងឃើញថា attribute ហ្នឹងគឺមាននៅតម្លៃរបស់វាហើយវាមាននៅvalue នីមួយៗហើយវាមាននៅប្រភេទនៃ class យើងនឹងថតអំពីទិន្នន័យហ្នឹងហើយតាមរយៈទិន្នន័យហ្នឹងយើងនឹងធ្វើ predictive model យើងនឹង build នៅ predictive model ហើយ predictive model what is the predictive model predictive modeling បាទអញ្ចឹងនៅក្នុងនេះគឺអានេះខ្ញុំបាននិយាយបានថា main task of data mining គឺមាន2គឺ predictive model ឬមួយក៏ some part គេហៅថាគឺជា classification model ខ្ញុំបាននិយាយបានថាវាគឺជា predictive model គឺជា classification model អញ្ចឹងតាមរយៈទិន្នន័យបាទតាមរយៈទិន្នន័យដែលមានបាទតាមរយៈទិន្នន័យយើងនឹងសិក្សាបង្កើតនៅ model សម្រាប់ធ្វើការទូទាយខ្ញុំវាយជាសេខុសតិចតួចទូទាយឬមួយក៏ចែកឬមួយក៏ស្វែងរកនៅប្រភេទរបស់ data ប្រភេទរបស់ object ឧទាហរណ៍ដូចជាយើងអាចធ្វើការទូទាយថាតើសិស្សនឹងជាប់ឬមួយក៏ធ្លាក់បានដោយសារតែយើងគ្រាន់តែដាក់ពិន្ទុសិស្សនឹងចូលយើងពិន្ទុរៀនថ្នាក់ទី12នៃសិស្សនឹងចូលគឺយើងអាចដឹងថាតើគាត់នឹងជាប់ប្រឡងជាប់ឬមួយក៏ធ្លាក់ឧទាហរណ៍ប្រឡងជាប់បាក់ឌុបឬមួយក៏ប្រឡងធ្លាក់បាក់ឌុបឧទាហរណ៍យើងអាចដឹងបានថាគ្រាន់តែយើងដាក់សីតុណ្ហភាពនៅថ្ងៃនេះគឺយើងអាចធ្វើការទូទាយបានដើម្បីធ្វើ prediction model ទៅលើថាតើស្អែកនឹងមានភ្លៀងឬមួយក៏អត់ភ្លៀងអញ្ចឹងយើងនឹង build model នឹងហើយ model នឹងដែល later យើងនឹងយកវាទៅប្រើសម្រាប់ធ្វើការទូទាយផ្សេងបានប៉ុន្តែយើងត្រូវការនៅ data គឺយើងត្រូវការនៅ data មាន data យើងអាចបង្កើត model បានអានឹងគឺជាស្អីគេអានឹងគឺហើយដែលគេហៅថាគឺជា AI បើសិនខ្ញុំនិយាយឲ្យខ្លីទៅវាគឺជា artificial intelligence system អញ្ចឹងដូចដែលយើងបាននិយាយអញ្ចឹងប្រសិនបើយើងចង់បង្កើត AI គឺយើងត្រូវតែមាន data for prediction or classification អញ្ចឹងវាគឺជា AI មួយដែលដូចយើងតែងតែលើគេថាគឺ data is more important បើសិនបើយើងមាន data គឺយើងអាចធ្វើ build នៅ intelligent system បាននៅក្នុងហ្នឹង
នឹងគឺជាចំណុចទី1របស់យើងចំណុចទី2 what is we talk about the clustering analysis what is the clustering analysis បាទ clustering analysis clustering analysis ហ្នឹងស្អីគេ clustering analysis ហ្នឹងស្អីគេនៅក្នុងហ្នឹងបាទ clustering analysis គឺជាការស្វែងរកនៅគឺជាការស្វែងរកនៅ cluster ឬមួយក៏ group ឬមួយក៏ក្រុមរបស់ក្រុមដែលមាននៅក្នុងទិន្នន័យគេឲ្យនៅទិន្នន័យមកយើងហើយយើងត្រូវស្វែងរកថាតើនៅក្នុងទិន្នន័យហ្នឹងមានទាំងអស់ប្រមាណក្រុមនេះគេឲ្យនៅទិន្នន័យមកយើងហើយយើងត្រូវរកថាតើនៅក្នុងទិន្នន័យហ្នឹងបើសិនបើចែកជា3ក្រុមតើrecord ណាខ្លះ object ណាខ្លះដែលស្ថិតនៅក្នុងក្រុមណា cluster ណាអញ្ចឹងយើងនឹងរៀនអំពី algorithm ហ្នឹងដែលហៅ cluster មានទិន្នន័យចែកជា cluster ហើយហេតុអីបើយើងចាំបាច់មាននៅ cluster ហ្នឹងដោយសារតែទី1ឧទាហរណ៍ថាខ្ញុំមានលុយតែ$3,000ទេខ្ញុំអាចចែកមួយក្រុម$1,000អញ្ចឹងទេមនុស្សមានទាំងអស់100នាក់ហើយខ្ញុំមិនដឹងថាតើឲ្យទៅនរណាទេបើសិនបើមាន100នាក់ឬមួយក៏មាន1000នាក់ខ្ញុំមានលុយ$3,000អញ្ចឹងទេខ្ញុំថាឥឡូវក្នុងចំណោម$3,000នាក់ហ្នឹងត្រូវចែកជា3ក្រុមឲ្យខ្ញុំមកអញ្ចឹងបើសិនបើយើងចែកជា3ក្រុមដែលមួយក្រុមបាន$1,000អញ្ចឹងខ្ញុំអាចធ្វើបានខ្ញុំអាចrun នៅ algorithm ដើម្បីធ្វើ clustering ហើយខ្ញុំនឹងចែកលុយឲ្យមួយក្រុម$1,000 អញ្ចឹងខ្ញុំនឹងរកវាចែកជា3ក្រុមបែបហ្នឹងអញ្ចឹងទេនៅក្នុងការចែក data របស់យើងជាផ្នែកឬមួយក៏ជាក្រុមជា cluster ឬមួយជាក្រុមផ្សេងគ្នាគេហៅថាគឺជា cluster analysis អញ្ចឹង homework របស់យើងខ្ញុំដាក់ឲ្យដែរ homework របស់យើងខ្ញុំឲ្យយើងទៅសេពយល់បាទចូលអានេះគឺជា homework ខ្ញុំដាក់ homework ឲ្យយើងចូលឆ្លើយនៅសំណួរដូចខាងក្រោមអញ្ចឹងសំណួរដែលខ្ញុំនឹងសួរយើងហើយសូមឲ្យយើងទៅ say what is the classification and prediction model សូមឲ្យយើងទៅ say បញ្យល់ជាភាសាខ្មែរហើយចម្លើយបាទចម្លើយសរសេរពន្យល់ជាភាសាខ្មែរបាទនេះចឹងទេសូមឲ្យយើងទៅសេបញ្យល់ខ្ញុំជាភាសាខ្មែរមកនៅសំណួរទាំងអស់នេះ what is ឬមួយក៏ទី1បាទសំណួរទី1 what is classification of prediction model give an example នឹងមួយសំណួរទី2 what is clustering analysis what is clustering analysis give an example ឲ្យ example ដែរអញ្ចឹងខ្ញុំបានបញ្យល់ហើយខ្ញុំបានលើកឧទាហរណ៍ឲ្យយើងហើយសូមឲ្យយើងទៅសេបញ្យល់ហើយជាអក្សរខ្មែរមកចម្លើយទៅសេជាអក្សរខ្មែរហើយទៅសេដោយដៃបាទទៅសេដោយដៃបាទខ្ញុំថែមទៀតសរសេរអត់វាយកុំព្យូទ័រទេដោយដៃផ្ទាល់បាទគឺអត់វាយកុំព្យូទ័រទេនៅក្នុងហ្នឹងអញ្ចឹងបន្តមកទៀតគេហៅថាគឺជា association analysis what is the association analysis បាទអញ្ចឹងដូចន័យថា association analysis
គឺជាការរកនៅទំនាក់ទំនងរវាង object និង object ការរកនៅទំនាក់ទំនងរវាង object និង object ការស្វែងរកនៅទំនាក់ទំនងរវាង object និង object ឧទាហរណ៍ដូចជានៅក្នុងហាងមួយប្រសិនបើខ្ញុំបានដឹងថាភាគច្រើនហេតុអីបានជាតែហើយនឹងកាហ្វេហ្នឹងគេដាក់ចិត្តគ្នាហេតុអីក៏គេដាក់ទៅដោះគោជាមួយទៅនឹងនំប៉័ងហ្នឹងគេដាក់ចិត្តគ្នាដែរហើយចុះគេមិនព្រមដាក់តែគេមិនព្រមដាក់ជាមួយទៅនឹងដាក់ចិត្តBGR ទៅគេដាក់តែភាគច្រើនមានអក្សរសិទ្ធិមានតំណាក់តំណងជាមួយទៅនឹងកាហ្វេហើយស្ករទៅដោះគោផ្សេងគេអត់ដាក់តែហ្នឹងគេអត់ដាក់វាចិត្តជាមួយទៅនឹង BGR ទេនៅក្នុងលក្ខខណ្ឌហ្នឹងអញ្ចឹងដោយសារគេដឹងថាអ្នកដែលទិញតែភាគច្រើនទិញកាហ្វេហើយអ្នកដែលទិញកាហ្វេភាគច្រើនទិញតែហើយបន្ទាប់មកទៀតគាត់ក៏នឹងទិញស្ករឬមួយក៏ទៅដោះគោឆៅដែរអញ្ចឹងបានន័យថាយ៉ាងម៉េចបានន័យថាបើសិនបើគេដឹងថាយើងនឹងទិញទៅដោះគោគេនឹងប្រប៉ោះអីផ្សេងឲ្យយើងដែលវា associate item ហ្នឹងអញ្ចឹងគេបានដឹងថាបើសិនបើអ្នកហ្នឹងគាត់ទិញ laptop អ្វីដែលគេនឹងប្រប៉ោះឲ្យទិញបន្ទាប់ទៀតគឺស្អីគេអ្វីដែលគេនឹងប្រប៉ោះឲ្យទិញបន្ទាប់ទៀតគឺជា backpack សាក់ដោដាក់កុំព្យូទ័រអញ្ចឹងគេបានដឹងហើយថាយើងទិញជាមួយនឹងហើយ item មួយនឹង associate ជាមួយនឹងស្អីហើយគេនឹងប្រប៉ោះអានឹងយើងនឹងរៀនអំពី algorithm នឹងដែរបាទអញ្ចឹងខ្ញុំដាក់សំណួរឲ្យយើងមួយទៀតដែរទី3 What is association analysisឲ្យយើង give an example មកដែរអូខេអាហ្នឹងគឺជាអ្វីដែលយើងនឹងរៀនហើយបន្ទាប់មកទៀតយើងនិយាយអំពី anomaly detection អញ្ចឹង anomaly detection គឺជា what is anomaly detection What is anomaly គឺជាការស្វែងរកនៅ object ឬមួយក៏ behavior ឬមួយក៏គេហៅថាគឺជាសកម្មភាពឬមួយក៏ហៅថាវាគឺជាសកម្មភាពបាយខ្ញុំសេខខំមកទៅអូខេ behavior ឬមួយក៏សកម្មភាពដែលកើតឡើងដោយមិនប្រក្រតីសកម្មភាពឡើងដែលកើតឡើងដោយមិនប្រក្រតីគឺគេធ្វើការ analyze ហើយគេសិក្សាបានអញ្ចឹងឧទាហរណ៍ដូចជា antivirus វាចាប់ផ្ដើម detect មើលថាតើមានរឿងអីកើតឡើងសម្រាប់ process មួយហ្នឹងឧទាហរណ៍ដូចជា anomaly detection អញ្ចឹង normally វាកើតនៅក្នុងរង្វង់នេះហើយអញ្ចឹង object មួយនេះគឺជា object ដែលមាន happen នៅកន្លែងនេះអញ្ចឹងបើថាមានរឿងមួយកើតឡើងមិនធម្មតាឧទាហរណ៍ដូចជា antivirus ជា process មួយសម្រាប់វាអាចដឹងថា process មួយនឹង threat ឬមួយក៏មិនមែន threat ដោយសារតែ something happen abnormal បើ normal គួរតែធ្វើការងារនេះនឹងគឺជាឧទាហរណ៍មួយទៀតដែរខ្ញុំគិតថាពួកយើងក៏ធ្លាប់បានជួបដែរឧទាហរណ៍ដូចជានៅក្នុង Google នៅក្នុងយើង log in ចូលទៅក្នុង system ឬមួយក៏ Google ដល់ពេលណាដែលយើង log in នៅក្នុងកន្លែងផ្សេងនៅក្នុងតំបន់ផ្សេងវាចាប់ផ្ដើម notify មកថា something anomaly happen
ឬមួយក៏អញ្ចឹងទេវាចាប់ផ្ដើមសួរយើងនៅ secret question ថាតើសត្វចិញ្ចឹមទី1របស់អ្នកឯងឈ្មោះអីនៅពេលណាដែលយើង register ចូលទៅក្នុង Google វាតែងតែឲ្យយើងដាក់ secret question វា pop up មកនៅក្នុងលក្ខខណ្ឌណានៅក្នុងលក្ខខណ្ឌដែលយើងធ្វើអីឬមួយក៏មាននៅសកម្មភាពទាំងឡាយណាមិនប្រក្រតីអញ្ចឹងណាអានេះគឺជាអ្វីដែល system វាធ្វើការ detect រោគនៅអ្វីដែលកើតឡើងមិនប្រក្រតីសម្រាប់ system នឹងមួយឧទាហរណ៍ដូចជា ABA ជាទូទៅយើងចាយលុយយើងចាយអីផ្សេងទៀតតាមរយៈ ABA app ចំនួនលុយដែលយើងចាយទីកន្លែងដែលយើងចាយវាអត់សូវខុសគ្នាប្រហែលនេះពីមួយថ្ងៃទៅមួយថ្ងៃគ្រប់ទីកន្លែងទាំងអស់យើងសាកសម្គាល់ខ្លួនឯងមកវិញការចាយទៅលើ ABA របស់យើងតាំងពីចំនួន amount លុយដែលយើងចាយទីតាំងសឹងថាម៉ោងទៀតសឹងថាប្រហែលគ្នានឹងដូចគ្នានេះម៉ោងបាយទៅបាយនៅកន្លែងហ្នឹងហើយចាយយ៉ាងច្រើនណាលើ1រៀល2រៀលអីប៉ុណ្ណឹងមានថ្ងៃមួយយើងទៅដល់កន្លែងផ្សេងហើយយើងចាយលើសហ្នឹងវាចាប់ដើមដឹងថា this is what happen abnormal អញ្ចឹងទេ anomaly detection វា detect real time ឲ្យដឹងថាមានរឿងមិនប្រក្រតីកើតឡើងសម្រាប់ account ឬមួយក៏ user មួយនេះអានឹងហើយគឺជាការស្វែងរកនៅ object ឬមួយក៏សកម្មភាពដែលកើតឡើងដោយមិនប្រក្រតីសម្រាប់យើងអញ្ចឹងនៅក្នុងហ្នឹងគឺនៅក្នុង anomaly detection ហ្នឹងបើនិយាយអំពីមេរៀនហ្នឹងគឺមេរៀនដែលយើងរៀនហ្នឹងគឺតិចទេហើយយើងនឹងរៀនច្រើនទៅលើ classification model predictive model ហើយនឹង clustering ហើយនឹង association analysis ហើយ anomaly detection ជាទូទៅជារួមដើម្បីឲ្យយើងអាចធ្វើការ detect រោគ anomaly detection បានលុះត្រាតែយើងដឹងថា normal វាកើតឡើងយ៉ាងដូចម្ដេចអញ្ចឹងយើងត្រូវរក normal pattern របស់វាបាទយើងអាច detect រោគ abnormal pattern បានជារួមបាទអញ្ចឹងសម្រាប់មេរៀនរបស់យើងដែលយើងនឹងរៀនស៊ីជម្រៅធំសំខាន់គឺមាន4ចំណុចហ្នឹងដែលវាតាក់ទងជាមួយទៅនឹង data mining សំណួរសួរថាតើ data mining នេះរៀនអំពីស្អីអញ្ចឹង data mining ហ្នឹងបើសិនបើខ្ញុំ break out វាឲ្យ in the small point មកអានេះគឺជា introduction នេះជាគោលការណ៍របស់យើងគឺទី1ខ្ញុំនឹងយើងនឹងសិក្សាអំពីទិន្នន័យ clearing data នេះ pre-processing data កន្លែងនេះខ្ញុំនឹងនេះកន្លែង pre-processing data បាទយើងនឹងសិក្សាអំពី pre-processing data យើងនឹងរៀនអំពីអានឹង one session ទេហើយបន្តមកទៀតយើងនឹងរៀនអំពីនេះរៀនអំពី4ចំណុចនេះបាទយើងនឹងរៀនអំពីចំណុច4ហ្នឹងហើយយើងនឹងរៀនអំពី clustering analysis បាទយើងនឹងរៀនអំពី clustering analysis ដែរហើយយើងនឹងរៀនអំពី association analysis យើងនឹងរៀនអំពី association analysis ហើយយើងនឹងរៀនមួយ session ចុងក្រោយទាក់ទងជាមួយទៅនឹង anomaly detection បាទយើងរៀនអំពីហ្នឹងហើយជាទូទៅខ្ញុំឲ្យយើងប្រើនៅ library ឬមួយក៏ method ផ្សេងដើម្បីធ្វើការ apply ទាក់ទងជាមួយទៅនឹង algorithm ឬមួយក៏ method បាទនៅក្នុងហ្នឹងអញ្ចឹងគ្នាយើងមានសំណួរអីដែរបើមានសំណួរយើងអាចសួរគ្នាបាននៅពេលនេះបាទនេះយើងមិនដែរមានសំណួរអីអត់អូខេអញ្ចឹងបើអត់មានទេសម្រាប់ថ្ងៃនេះយើងប៉ុណ្្នឹងហើយខ្ញុំនឹងបោះ link វីដេអូឲ្យអ្នកដែលអត់រៀនអ្នកដែលបានចូលមករវល់ឬមួយក៏យ៉ាងម៉េចហើយតាក់ទងជាមួយទៅនឹង homework សូមឲ្យយើងទៅសេហើយទៅសេដាក់กระดาษឲ្យយកមកឲ្យខ្ញុំ
ខ្ញុំនឹងយកនៅម៉ោងក្នុងថ្នាក់សូមឲ្យយើងទៅសេបញ្យលយើងសេបញ្យលខ្ញុំជាភាសាខ្មែរសេបញ្យលខ្ញុំជាភាសាខ្មែរបាទអញ្ចឹង slide នេះខ្ញុំនឹងឲ្យ slide នេះខ្ញុំនឹងឲ្យទៅគ្នាយើងហើយយើងអាចយកទៅមើលបានហើយមានសំណួរអីសូមសួរម្ដងទៀតបើអត់ទេយើងបញ្ចប់មេរៀនរបស់យើងនៅត្រឹមប៉ុណ្្នឹងបាទអញ្ចឹងបើអត់មានអីទេអញ្ចឹងយើងបញ្ចប់មេរៀនរបស់យើងត្រឹមប៉ុណ្្នឹងហើយសប្តាហ៍ក្រោយចាំយើងជួបគ្នាទៀតអូខេអូខេអញ្ចឹងប៉ុណ្្នឹងណាបងប្អូនបាយបាយ